ប្រជាពលរដ្ឋសាទរក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំនគរបាលក្រុងប៉ោយប៉ែនវេចមុខចាប់ខ្លួនក្រុមក្មេងទំនើងជើងខ្លាំង6នាក់ដើរដេញកាំប្លន់យកម៉ូតូយ៉ាងអនាធិបតេយ្យខណ្ឌបន្ទាយមានជ័យក្រុមក្មេងទំនើងនិងជនសង្ស័យដែលតែងតែធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យដេញកាប់ប្លន់យកម៉ូតូនិងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសាហាវឃោឃៅនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែនពេលនេះត្រូវអស់លក្ខហើយក្រោមយុទ្ធនាការកណ្ដាប់ដៃដែងដោយភ្លៀងរលឹមរបស់កងកម្លាំងនគរបាលយុត្តិធម៌ជនសង្ស័យចំនួន6នាក់ត្រូវបានកម្លាំងសមត្ថកិច្ចវាយខ្នោះបានជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធនឹងករណីសកម្មភាពល្មើសច្បាប់ជាង20ករណីកន្លងមកប្រតិបត្តិការដ៏ក្តៅគគុកនិងទទួលបានលទ្ធផលគួរជាទីមោទនៈនេះគឺស្ថិតនៅក្រោមការណែនាំនិងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាន់ពីលោកឧត្តមសេនីយ៍ត្រីសឿមសារិនស្នងការនគរបាលខេត្តបន្ទាយមានជ័យដោយមានការដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍តូព្រំពិសិនអធិការនគរបាលក្រុងប៉ោយប៉ែនរួមជាមួយលោកវរសេនីយ៍តូរ៉ាន់សុភ័ក្រអធិការរងទទួលផែនការងារយុត្តិធម៌កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងបង្ក្រាបបានបន្តបន្ទាប់មិនទុកឲ្យក្រុមជនខិលខូចបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់ឡើយយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍តូរ៉ាន់សុភ័ក្រអធិការរងទទួលផែនការងារយុត្តិធម៌បានឲ្យដឹងថាកាលពីថ្ងៃទី25ខែឧសភាឆ្នាំ2026វេលាម៉ោង 3:00 នាទីទៀបភ្លឺមានករណីអំពើហិង្សានិងប្លន់មួយបានកាត់ឡើងដោយក្រុមក្មេងទំនើងបានដេញកាំនិងប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះរ៉េតភិរមភេទប្រុសនៅចំណុចផ្លូវបំបែងផ្សារព្រៃព្រិញស្ថិតនៅក្នុងភូមិព្រៃព្រិចសង្កាត់អូជ្រៅក្រុងប៉ោយប៉ែនសកម្មភាពដេញកាប់យ៉ាងប្រហើននិងអមនុស្សធម៌នេះក៏ត្រូវបានថតជាប់នៅក្នុងឃ្លីបវីដេអូផងដែរដែលបង្កឲ្យមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំងពីមហាជនក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមដោយមិនបង្អង់យូរក្រោមបទបញ្ជាដ៏ម៉ឺងម៉ាន់របស់លោកអធិការព្រំពិសិនកម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែនបានបើកការស៊ើបអង្កេតយ៉ាងក្តៅគគុំផ្អែកលើវិធានការជំនាញរហូតកំណត់មុខសញ្ញាប័ណ្ណយ៉ាងច្បាស់លាស់លោកឈានចូលដល់ថ្ងៃទី28ខែឧសភាឆ្នាំ2026វេលាម៉ោង 4:05 នាទីទៀបភ្លឺសមត្ថកិច្ចបានឈានទៅដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានបន្តបន្ទាប់សរុប6នាក់សុទ្ធតែទំពាំងស្នងឫស្សីប៉ុន្តែបែរជាប្រព្រឹត្តអំពើថោកទាមនៅចំណុចភូមិប្រជាធម្មលេញសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែនការកោតសរសើរចំពោះសមត្ថកិច្ចនិងការថ្កោលទោសក្រុមក្មេងទំនើងស្នាដៃដ៏ឆ្នើមលឿនដោយផ្លេចបន្ទោរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែនទទួលបានការលើកសរសើរនិងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានការបំបីសំណុំរឿងបានភ្លាមនិងឈានទៅដល់ការកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់នេះបានបង្ហាញពីការបដិញ្ញាចិត្តខ្ពស់ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមផ្ទុយទៅវិញទង្វើរបស់ក្រុមក្មេងទំនើងទាំងនេះគឺជារឿងដែលមិនអាចលើកលែងឲ្យបានឡើយពួកគេមានវ័យក្មេងខ្ចីមានកម្លាំងមាំមួនប៉ុន្តែមិនគិតរៀនសូត្រឬរកស៊ីទុច្ចរិតបានជាដាចងក្រងជាបពួកកាន់កាំបិណ្ឌដេញកាប់ចាក់ប្រជាពលរដ្ឋស្លូតត្រង់ដើម្បីប្លន់យកទ្រព្យសម្បត្តិបំផ្លាញអនាគតខ្លួនឯងនិងបង្កអសន្តិសុខដល់សង្គមជាតិបច្ចុប្បន្នជនសង្ស័យទាំង6នាក់ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែនដើម្បីធ្វើការសាកសួរនិងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុតមិនឲ្យរួចខ្លួនឡើយដើម្បីជាការព្រមានដល់ក្រុមក្មេងទំនើងដទៃទៀតដែលមានគំនិតចង់បង្កបញ្ហានៅក្នុងសង្គមសម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជាយដែន